ខ្ញុំព្រះករណាក៏សូមគោរពជូននៅដំណឹងបុណ្យផ្សាយមេត្តាធម៌ប្រចាំឆ្នាំ2026ជាបុណ្យធំដែលឧទ្ទិសកុសលដល់បារមីលោកមេតបមហានគរខ្មែរនិងអស់វរៈកងទ័ពដែលបានបូជាដោយសាច់ស្រស់ឈាមស្រស់ព្រមទាំងជាការឧទ្ទិសកុសលនិងកម្លាំងផ្សាយមេត្តាដល់សពសត្វទូទាំងផែនដីរំដោះកម្មពៀដល់ប្រញាតបងប្អូនគ្រប់គ្នាជាអ្នកមាននៅឧបនិស្ស័យទាំងផ្លូវសច្ចៈផ្លូវបារមីការឧទ្ទិសកុសលផលបុណ្យនិងការផ្សាយមេត្តាប្រចាំឆ្នាំជាពិធីកិច្ចដ៏សំខាន់ធំយ៉ាងខ្លាំងក្រៃលែងដែលជាការចង្អុលបង្ហាញផ្លូវពីព្រះបារមីបន្ថែមនៅបារមីកុសលផលបុណ្យដល់កូនចៅគ្រប់គ្នាជាពិសេសឧទ្ទិសកុសលដល់លោកមេតបនិងអរុអរិយទេវតាម្ចាស់ទឹកម្ចាស់ដីរំដោះកម្មពៀទាំងព្រះធរណីទាំងព្រះគុំគាដែលយើងបានធ្វើខុសលលួសដោយកាយវិចារចិត្តពុំសមគួរជាឱកាសក្នុងការផ្សាយមេត្តាដល់ម្ចាស់កម្មពៀម្ចាស់វេនកម្មដែលយើងមានគ្រោះកាចគ្រោះកម្មគ្រោះខែគ្រោះឆ្នាំគ្រោះត្រូវមានបញ្ហាដល់ជីវិតសម្រាប់បងប្អូនម្នាក់ហើយជាឱកាសសម្រាប់ការសងគុណរំលឹកគុណដឹងគុណដល់បារមីនៃមហានគរខ្មែរគ្រប់ជាន់ថ្នាក់កិច្ចកម្មវិធីបុណ្យប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី29ខែមិនិនាឆ្នាំ2026ហើយជាថ្ងៃដ៏ពិសិដ្ឋជាថ្ងៃដ៏អធិកធម៌ដែលយើងធ្វើមួយថ្ងៃពេញគឺនៅថ្ងៃអាទិត្យទី29ចាប់ពីវេលាម៉ោង7ព្រឹក00តទៅរហូតដល់ម៉ោង5រសៀលជាការធ្វើនៅតក្កណានុប្រទានបុណ្យដែលជាបុណ្យមួយញ៉ាំងឲ្យបុគ្គលបងប្អូនញាតិទាំងឡាយទាំងពួងមានសទ្ធាជ្រះថ្លាផ្សាយមេត្តាដល់មេតបរំលឹកគុណដល់បារមីទាំងអស់ឲ្យលោកកាន់តែមានកម្លាំងបុណ្យខ្លាំងក្លាហើយផ្សាយមេត្តាដល់សពសត្វទូទាំងផែនដីដើម្បីដាស់តើនអស់ព្រះបារមីទូចធំយាងមកជួយទ្រទ្រង់ការពារដល់ស្រុកទេសនិងមហានគរខ្មែររបស់យើងឲ្យមានជ័យជំនះឆ្លះលើពពួកខ្មាំងសត្រូវពពួកប្រជាមិត្តដែលឈ្លានពានទឹកដីនគរយើងបងប្អូនប្រញាតប្រធរអាចមកដល់ទីតាំងផ្ទាល់តែម្ដងដែលមានទីតាំងនៅភូមិតាពេជ្រឃុំឆ្វាំងស្រុកពញាលឺខេត្តកណ្ដាលជាទីអាស្រមដែលបងប្អូនធ្លាប់មកចូលរួមបំពេញបុណ្យជារៀងរាល់ខែឬក៏ពីឆ្នាំមុនដូចគ្នាដែរហើយសម្រាប់លេខទូរស័ព្ទឬលេខ Telegram បងប្អូនអាចទំនាក់ទំនងតាមលេខ077 54 93 54 096 67 46 707 និង067 35 89 36 លេខចុងក្រោយគឺជាលេខប្រព័ន្ធ Medphone ដែលបងប្អូនអាចទំនាក់ទំនងហើយលេខទាំង3ខ្សែនេះគឺបងប្អូនអាចផ្ញើបច្ច័យតាមរយៈ Wing ការចូលរួមចាប់មគ្គផលឬការឆាតទៅ Telegram ឬក៏ Facebook Page របស់ខ្ញុំបានដែលមានឈ្មោះថាលោកគ្រូហងទឹកបារមីមហានគរនិង Page បារមីមហានគរជាផ្លូវការរបស់ខ្ញុំបានហើយសម្រាប់ការចូលរួមចាប់មគ្គផលអាចចូលរួមបានតាមសច្ចេកជ្រះថ្លារបស់បងប្អូនរៀងៗខ្លួនដែលជាការបំពេញនៅឧបនិស្ស័យបុណ្យទ្រទ្រង់ឆ្លងផុតវាល3អន្លង់4គ្រោះទុក្ខសោកកម្មពៀទាំងឡាយទាំងពួងជាបុណ្យដែលធ្វើតក្កណានុប្រទានផ្សាយចំពោះតែមួយគត់គឺដល់បារមីមហានគរខ្មែរជាធំនិងផ្សាយឧទ្ទិសដល់ញាតិទាំងឡាយរំដោះកម្មពៀរបស់យើងគ្រប់គ្នាហើយការចូលរួមនោះបងប្អូនអាចចូលរួមទាំងបងប្អូនក្នុងប្រទេសនិងក្រៅប្រទេសសម្រាប់បងប្អូនក្រៅប្រទេសអាចចូលរួមបានតាមរយៈ MoneyGram Western Union ឬ Korea ឬការបាញ់បច្ច័យតាមរយៈ QR Code ធនាគារ Acilida ឬ ABA នៅក្នុងវីដេអូនេះសម្រាប់លេខទូរស័ព្ទទំនាក់ទំនងហើយនឹង Page ផ្លូវការក៏ខ្ញុំបានដាក់នៅក្នុងនេះសម្រាប់បងប្អូនដែលមានបំណងចង់មកចូលរួមផ្ទាល់មិនបានស្គាល់ផ្លូវឬក៏មិនច្បាស់នៅទីតាំងណាមួយអាចទំនាក់ទំនងសួរព័ត៌មានបន្ថែមឬក៏សួរព័ត៌មានទុកមុនហើយបុណ្យកុសលទាំងឡាយដែលបានបំពេញក៏សូមឲ្យបងប្អូនទាំងឡាយបង្អោនចិត្តក្នុងការទទួលយកព្រមទាំងចូលរួមបំពេញនូវសទ្ធាបុណ្យនិងរួបរวมជាបុណ្យរស្មីសាមគ្គីមហាធំធេងសម្រាប់ជាតិទឹកដីនគរសាសនារបស់យើងនិងលើកស្ទួយគុណធម៌របស់មនុស្សជាតិទាំងឡាយសូមអរគុណសូមគោរពលាហើយក្នុងពេលបច្ចុប្បន្ននេះគឺសង្គ្រាមលោកលើកទី3បានកើតហើយដោយខ្ញុំបានជម្រាបបងប្អូនជាច្រើនលើកច្រើនសារថាហើយឥឡូវនេះសង្គ្រាមកំពុងតែកើតហើយការផ្ទុះអាវុធការបំផ្លាញការសម្លាប់មនុស្សមួយចំនួនប្រជាជនមួយចំនួននៅក្នុងបណ្ដាប្រទេសទាំងអស់នោះកំពុងតែរងគ្រោះការឈឺចាប់ការបង្ហូរឈាមដោយសារតែសង្គ្រាម
កើតចេញអំពីមឹកទាំង8អញ្ចឹងមុនពេលដែលអ្នកមានបុណ្យលោកយាងមកហេតុទំនាយគឺត្រូវកើតមឹកទាំង8ហ្នឹងគឺមឹកដែលមានរិទ្ធមានអំណាចខាងជាមេកន្ទ្រាញនៃសកលលោកញាក់ស្មាញាក់មុខឌឺដងគ្នាទៅវិញទៅមកដោយអាវុធយុទ្ធភ័ណ្ឌគឺបរមាណូប្រល័យលោកគ្រប់បណ្ដាប្រទេសដែលបង្កើនអាវុធទាំងអស់នោះគឺអាចមកសម្រាប់ទប់ទល់បាញ់បោះគ្នាគឺគេហៅថាវាយប្រហារនៅក្នុងទាល់ច្រកដំណាក់កាលដែរសេចក្តីប្រកាន់មីនេះនិងភាពក្អើតក្ទមនឹងការឆ្លោះប្រកែកកើតឡើងក្នុងពេលណាគឺគេនឹងប្រើអាវុធនោះដើម្បីប្រហារចាត់ការទៅលើប្រទេសដទៃតែសូមជម្រាបថាអ្នកដែលរងគ្រោះគឺប្រទេសដែលមានសង្គ្រាមនឹងផ្ទាល់និងប្រទេសតូចៗមួយចំនួនធំអញ្ចឹងបានជាទំនាយហេតុនៅក្នុងដំណើរនៃការដាស់តឿនរបស់សច្ចៈសច្ចាំងដូនតាប្រាប់ថាសៀមនៅសល់តែមួយសួនទេប្រទេសដទៃក៏នៅតែមួយសួនអែបចិត្តគ្នាហ្នឹងណាខ្មែរយើងសល់មួយមលុពោនិងបណ្ដាប្រទេសដទៃសល់តែមួយជោកំពឹសអញ្ចឹងមានន័យថាតិចមែនតែនគឺការរងគ្រោះដោយការធ្វើសង្គ្រាមបាញ់បោះប្រហារនេះហើយការព្យាករនៃហេតុសង្គ្រាមលោកលើកទី3នេះមិនមែនមានតែសច្ចៈសច្ចាំងក្នុងទឹកដីនគររបស់យើងទេគ្រប់បណ្ដាប្រទេសដែលមានអ្នកដែលដឹងរឿងខាងក្នុងឬគេហៅថាផ្លូវអរូបីហ្នឹងសុទ្ធតែបានទស្សទាយបានព្យាករទុកថាសង្គ្រាមលោកលើកទី3បានកើតឡើងដូចជាលោកយាយពិការភ្នែកនូត្រាដាមូសអាញស្តាញហ្នឹងហើយនិងអ្នកវិទ្យាសាស្ត្រផ្សេងៗដទៃទៀតដែលបានបញ្ជាក់ថាសង្គ្រាមលោកលើកទី3ត្រូវតែកើតអញ្ចឹងគាត់មិនហ៊ានស្រមៃដល់ថាសង្គ្រាមលោកលើកទី4សល់តែដុំថ្មនិងដំបងទេអញ្ចឹងមានន័យថាការវាយប្រហារការកើតហេតុនៅសង្គ្រាមច្បាំងកាប់ចាក់នេះគឺជាយុគសម័យនៃការបំផ្លាញដោយសារតែភាពទំនើបរបស់មនុស្សនិងការបញ្ជ្រាបរបស់ពពួកមីអាសល់ឲ្យបាញ់បោះប្រហារកាប់ចាក់គ្នាគឺអំណាចនៃលោភៈទោសៈមោហៈរបស់មនុស្សចម្រើនឡើងខ្លាំងมันអាចគ្រប់គ្រងខ្លួនឯងបានมันអាចគ្រប់គ្រងចិត្តខ្លួនឯងបានមានតែសេចក្តីមីនះសេចក្តីប្រកាន់ការវាយប្រហារគ្នាទៅវិញទៅមករហូតដល់ការបង្ហូរឈាមសម្លាប់មនុស្សដូចគ្នាលែងយល់ពីតម្លៃរបស់មនុស្សជាតិហាមាត់បិទមាត់គឺថារក្សាសិទ្ធិមនុស្សណាធ្វើអាញាកដាលចង់បាននៅសុខសន្តិភាពការពារប្រទេសនេះការពារប្រទេសនោះប៉ុន្តែចុងក្រោយគឺខ្លួនជាអ្នកបង្កនៅហេតុនឹងសង្គ្រាមកើតឡើងធ្វើឲ្យមានបញ្ហាអញ្ចឹងបានន័យថាទៅថ្ងៃមុខអត់មានអ្នកណាធ្វើអាញាកដាលអ្នកណាទេគឺចាប់ផ្ដើមកកោកកាយចាប់ផ្ដើមច្បុកច្បល់អស់ហើយបងប្អូនណាអញ្ចឹងការត្រៀមខ្លួនសម្រាប់បងប្អូនពញាតទាំងអស់គ្នាគឺមានតែការខំធ្វើល្អជំរះចិត្តឲ្យស្អាតផូរផង់ធ្វើតែបុណ្យធ្វើតែកុសលហើយចម្រើនមេត្តាភាវនាគ្រប់គ្នាដើម្បីជាឧបនិស្ស័យឲ្យបានឆ្លងផុតនៅគ្រោះកាចគ្រោះកម្មវាល3អន្លង់4អញ្ចឹងគ្រោះវាបេនលង់4ខាងក្រៅនេះចូលមកដល់ហើយវាលអត់ឃ្លានវាលសង្គ្រាមនិងវាលជំងឺហើយអន្លង់4គឺអន្លង់ទឹកដីភ្លើងខ្យល់ដែលកើតហេតុណាដីក៏ប្រេះភ្លើងក៏ឆេះហ្នឹងហើយរំជួយដីសពមុខសារពើខ្យល់ក៏ពុលទឹកជំនន់ហើយមករយៈនេះគឺមានបងប្អូននៅខាងប្រទេសក្រៅនឹងលោកបានផ្ញើសារនិងបាន live ជាច្រើនតាក់ទងជាមួយនឹងការខុសប្រក្រតីចំពោះការកើតហេតុគេហៅថាការធ្លាក់ព្រិលធ្លាក់តកកយ៉ាងក្រាស់ខ្លាំងនឹងឲ្យដែលជាសញ្ញានៃគ្រោះធម្មជាតិសម្រាប់បងប្អូនទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នមិនថាប្រទេសណាទេគឺគ្រោះធម្មជាតិគឺមានតាមតំបន់នីមួយៗមានន័យថាអ្វីដែលកើតហេតុសម្រាប់ពិភពលោករបស់យើងនេះគឺមិនត្រឹមតែនគររបស់យើងបដូរបរិយាកាសបដូរនៅគេហៅថាអាកាសធាតុការប្រែប្រួលទេគឺវាជាបញ្ហាសកលការប្រែប្រួលជាសកល
ចឹងចូលបងប្អូនពញាទាំងអស់គ្នាហ្នឹងហើយរក្សាផ្លូវចិត្តកុំឲ្យមានការតក់ស្លុតភ័យខ្លាចព្រោះយើងមកដល់ដំណាក់កាលនេះហើយគឺត្រូវតែគេហៅថាបន្ស៊ាំជាមួយនឹងការប្រែប្រួលរបស់លោកនេះហ្នឹងហើយលោកនេះគឺមានតែការកាប់សម្លាប់គ្នាការបង្ហូរឈាមគ្នានឹងឯងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងឡើងគឺត្រាស់ដឹងដើម្បីនឹងទប់ការវិនិច្ឆ័យទៅការសាបសូន្យទៅរបស់ផែនដីកុំឲ្យលឿនពេកអញ្ចឹងការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធគឺបាន2560ផ្លាយហើយអញ្ចឹងបងប្អូនត្រូវតែពិចារណាដល់ត្រង់ចំណុចនេះថាអ្វីៗគឺកំពុងតែអាប់អោនចោះធ្លាក់ចោះទៅវិញហើយអញ្ចឹងមិនដល់5000ឆ្នាំទេដែលពិភពលោកនឹងត្រូវរលាយអញ្ចឹងទំនាយដែលដូនតាបានចារទុកខុសពីប្រទេសដទៃខុសពីបណ្ដាពិភពលោកដទៃគឺត្រង់ចំណុចមួយថាពិភពលោកនឹងត្រូវរលាយវិនាសហិនហោចនឹងកើតសង្គ្រាមវឹកវរក្នុងពាក់កណ្ដាលសាសនាគឺរាប់ឆ្នាំពុទ្ធសករាជ2560ផ្លាយឬ2500ផ្លាយហ្នឹងគឺជាការពិតឥឡូវនេះហេតុទំនាយសពគ្រប់ចូលអស់ហើយឲ្យបងប្អូនអ្នកតាមដានពញាតពធបងប្អូនដែលជាតួអង្គទាំងឡាយត្រូវប្រុងស្មារតីហើយត្រូវសិក្សារៀនសូត្រចាប់យកអ្វីដែលជាកុសលឲ្យបានច្រើនហើយត្រូវបន្ធូរបន្ថយបញ្ហាតានតឹងផ្លូវចិត្តរបស់ខ្លួនឯងតាមការអប់រំដោយទិន្នន័យវិជ្ជមានដែលព្រះពុទ្ធអង្គលោកបានសម្ដែងត្រាស់ទុកថាលោកនេះមិនទៀងលោកនេះជាទុក្ខហើយលោកនេះមិនអាចស្ថិតក្រោមអំណាចការបង្គាប់បញ្ជារបស់អ្នកណាបានទេឥឡូវនេះអ្នកដែលអត់ដឹងអ្នកដែលអត់ជឿគឺធ្វើខ្លួនដូចជារៃកំពុងច្រៀងកំពុងរាំកំពុងសប្បាយកំពុងភ្លើនហើយអ្នកខ្លះដឹងថាពិភពលោកកំពុងតែកក្រើកញាប់ញ័រហើយក៏នៅតែផ្កើនប្រហើនមើលងាយថាអ្វីមិនអាចទៅរួចគឺគាត់ចង់និយាយថាសង្គ្រាមលោកលើកទី3មហន្តរាយពិភពលោកកលាប់ចាក់មិនអាចទៅរួចទេมันអាចទៅរួចគឺគាត់និយាយពាក្យថាมันអាចទៅរួចហើយពាក្យថាมันអាចទៅរួចនេះវាស្មើនឹងការប្រមាថស្មើនឹងការដែលគាត់កំពុងតែមាក់ងាយណាទៅលើទំនាយដូនតាគាត់យកតែភាវអំណាចអះអាងថាពិភពលោករីកចម្រើនរុងរឿងបច្ចេកវិទ្យាទំនើបណាស់អញ្ចឹងរឿងអរូបីខាងក្នុងអ្វីដែលតកតទៅនឹងការព្យាករទំនាយហ្នឹងគឺជាការបោកប្រាស់ជាការដែលដូនតាឬក៏មនុស្សនិយាយតគ្នាដើម្បីបន្លាចតែឥឡូវនេះមិនមែនជាការបន្លាចទេវាជាការពិតអស់ហើយជឿតាមនិស្ស័យអ្នកណាអត់និស្ស័យនៅតែអត់ជឿហ្នឹងហើយដោយអ្នកដែលជឿថាអត់មាននាគអត់មាននាគករាជអត់មានស្ដេចនាគអត់មានមេដានាគអត់មានបិតានាគគឺជឿតែមួយទេថាលោកនេះគឺមានតែរបស់ដែលមើលឃើញឬជឿរបស់ដែលមើលឃើញនឹងភ្នែកមិនជឿរបស់ដែលខ្លួនមើលមិនឃើញទេតែវិទ្យាសាស្ត្របាននិយាយច្បាស់លាស់ណាស់រូបិយក៏មានអរូបិយក៏មានហើយលោកនេះមិនមែនបញ្ចប់ត្រឹមវិមាត្រទី1ទី2ទី3ទី4ទេបច្ចុប្បន្ននេះគឺគេរកឃើញ12វិមាត្រឯណោះនឹងគ្រាន់តែក្នុងភពដែនចក្រវាលមួយទេណាគេរកឃើញ12វិមាត្រឯណោះឥឡូវនេះអាចរកឃើញលើស12វិមាត្រទៅទៀតដែលវិមាត្រនោះគឺគេសន្និដ្ឋានតាក់ទងជាមួយនឹងចរន្តធម្មពលការប្រែប្រួលល្បឿនពន្លឺហើយនឹងការផ្លាស់ប្ដូរណាធម្មធាតុក្រៅចក្រវាលដែលមានការរស់នៅនឹងគេហៅថាខុសដែនខុសពេលវេលាឆ្នាំពន្លឺទៅទៀតដែលជាការរកឃើញរបស់វិទ្យាសាស្ត្រគឺគាត់សន្និដ្ឋានហើយនឹងបានរកឃើញថាក្រៅពិភពរបស់មនុស្សដែលមានការប្រែប្រួលយើងគិតថាយើងដើរលឿនប៉ុណ្ណឹង
ប៉ុន្តែនៅមានភពដតៃដែលមានពេលវេលានឹងឆ្នាំពន្លឺលឿនជាងនឹងទៅទៀតគឺជាភពអាចកំបាំងមួយទៀតដែរលើពីវិមាត្ររបស់មនុស្សអញ្ចឹងតកតងនឹងរឿងធម្មពលរូបិយនិងអរូបិយគឺវាមានដូចគ្នាអញ្ចឹងគ្រាន់តែថាមនុស្សខ្លះគាត់ទាញចូលតែរឿងជំនឿតែមួយមុខគាត់អត់មានយល់ពីវិទ្យាសាស្ត្រពិតនិងការពិសោធន៍របស់អ្នកវិទ្យាសាស្ត្រដែលគេរកឃើញគេមានសភៅគេមានគេហៅថាអំណាចរបស់គេអ្នកដែលគាត់ធ្លាប់អានប៉ះសភៅអាញស្តាញធ្លាប់អានប៉ះសភៅរបស់អ្នកវិទ្យាសាស្ត្រផ្សេងគឺច្បាស់ជាដឹងហើយថាអ្នកវិទ្យាសាស្ត្រទាំងអស់នោះសុទ្ធតែឲ្យតម្លៃទៅលើព្រះពុទ្ធសាសនាហើយជាអ្នកដែលស្វែងរកនៅអាចកំបាំងដូចជាវិលៀមចែមគាត់ស្វែងរកអាចកំបាំងតាក់ទងនឹងការស្លាប់ព្រោះគាត់ចង់ដឹងថាពេលមនុស្សស្លាប់តើទៅណាដោយសារតែគាត់គឺជាមហាសេដ្ឋីគាត់មានលុយចាយវល់លៀងគាត់អត់ខ្វះទេតែគាត់ដឹងថាខ្លួនគាត់នឹងស្លាប់អញ្ចឹងគាត់ចង់រកអាចកំបាំងមួយថាតើពេលដែលមនុស្សស្លាប់នឹងទៅណាតើការស្លាប់នឹងគឺជាទីបញ្ចប់របស់មនុស្សឬក៏មនុស្សស្លាប់ហើយកើតទៀតអញ្ចឹងចម្លើយដែលគាត់អាចសន្និដ្ឋានបានចុងក្រោយវិលៀមចែមគឺគាត់បានសរសេរសៀវភៅថាជីវភាពក្រោយពេលស្លាប់មានពិតគឺគាត់និយាយអំពីការស្លាប់នឹងគឺមានភពមានឋានមានទីកន្លែងបដិសន្ធិឬចាប់កំណើតមិនមែនគឺអត់សូន្យគឺគាត់អះអាងអញ្ចឹងគាត់សរសេរសៀវភៅអញ្ចឹងអ្នកដែលគាត់អត់ជឿពីរឿងអាចកំបាំងពីរឿងធម្មពលពីរឿងចក្រវាលគួរតែកុំធ្វើជាអង្កេតនៅក្នុងអណ្ដូងចាំតែស្រ័យចាំតែថាគួរតែសិក្សាទៅរៀនខ្លះទៅត្បិតថាខ្ញុំបកករណាជាអ្នកដើរតាមផ្លូវសច្ចៈបារមីមែនប៉ុន្តែសៀវភៅតាក់ទងជាមួយនឹងចក្រវាលតាក់ទងជាមួយនឹងគេហៅថាការរកឃើញរបស់អ្នកវិទ្យាសាស្ត្រមួយចំនួនក៏ខ្ញុំអានដែរខ្ញុំមិនមែនមកឡាយមកអង្គុយនិយាយទាំងអត់ដឹងអីទៅតឹងទឹះទេគឺខ្ញុំសុទ្ធតែបានអានបានសិក្សាទាំងផ្លូវសច្ចធម៌ខាងក្នុងគឺផ្លូវបារមីការសមាធិជាគោលនិងការជូនដំណឹងពីទេវតាខាងក្នុងនិងការសិក្សាផ្នែកសៀវភៅដែរអ្នកវិទ្យាសាស្ត្ររកឃើញបែបវិទ្យាសាស្ត្រនឹងការសន្និដ្ឋានទៅតាមលក្ខណៈដែលគេរកណាគេប្រើទាំងម៉ាស៊ីនការ scan ណាប្រើអ្វីៗដែលលើសពីគេហៅថាការអង្គចងចាំរបស់មនុស្សទៅទៀតគេហៅថាការ scan ការពិនិត្យមើលគឺការសន្និដ្ឋានគឺច្រើនភាគរយដែលអាចយកជាការបានអាហ្នឹងគឺមនុស្សខាងក្រៅគាត់រកឃើញតែគាត់អ្នកខ្លះគឺគាត់អត់បានដឹងពីរឿងអស់ហ្នឹងអញ្ចឹងបានជាគាត់ចេះតែពោលចេះតែថាចេះតែមាក់ងាយចេះតែប្រមាថអត់ដឹងថាស្លាប់ហើយនៅកើតទៀតហើយបើនិយាយពីរឿងស្លាប់ហើយកើតហ្នឹងគឺព្រះពុទ្ធសាសនានឹងហើយដែលជាអ្នករកឃើញមុនគេព្រះពុទ្ធអង្គនឹងហើយដែលលោករកឃើញថាមនុស្សស្លាប់ទៅអត់សូន្យទេមិនសូន្យទេណា